ដោយទទួលដំណឹងថារុស្ស៊ីអាចនឹងបើកការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិកទៅលើទីក្រុងគៀវខណៈនេះសហរដ្ឋអាមេរិកបញ្ជូនមីស៊ីលប៉ាត្រីយ៉ូតជាបន្ទាន់ទៅកាន់ប្រទេសអ៊ុយក្រែនដែលត្រូវបានគេមើលឃើញថាគឺជាការសងសឹករបស់ប្រទេសមហាអំណាចរុស្ស៊ីនេះចំពោះការវាយប្រហាររបស់ប្រទេសអ៊ុយក្រែនទៅលើទីក្រុងមូស្គូចំពេលដែលទីក្រុងមូស្គូកំពុងប្រារព្ធពិធីរំលឹកខួប80ឆ្នាំនៃការផ្ដួលរំលំរបបអ៊ីតាលីអាល្លឺម៉ង់និងបិទបញ្ចប់សង្គ្រាមលោកលើកទី2យោងតាមការចុះផ្សាយដោយសារព័ត៌មាន Ereman Press ចុះផ្សាយកាលពីថ្ងៃទី11ខែឧសភាបានដឹងថាគ្រាប់មីស៊ីលប៉ាត្រីយ៉ូតមានឯកទេសខាងបាញ់ទម្លាក់យន្តហោះចម្បាំងនិងបាញ់ទម្លាក់មីស៊ីលរបស់ស្រូវគ្រាប់មីស៊ីលនោះត្រូវបានអនុម័តតាំងពីសម័យកាលនៃរដ្ឋការលោកជូបៃដិនដោយសន្យាបញ្ជូនទៅឲ្យអ៊ុយក្រែនតាមសេចក្តីរាយការណ៍បានដឹងថារដ្ឋការលោកដូណាល់ត្រាំសម្រេចបញ្ជូនគ្រាប់មីស៊ីលសម្រាប់បំពាក់ឲ្យប៉ាត្រីយ៉ូតចំនួន100គ្រាប់ជាបន្ទាន់ជាមួយនឹងគ្រាប់រ៉ុកកែតកាំភ្លើងធំហ៊ីម៉ាស់ចំនួន125គ្រាប់ទៅឲ្យអ៊ុយក្រែនផងដែរដែលគ្រាប់រ៉ុកែតហ៊ីម៉ានេះវាផ្ទេរចេញពីទឹកដីអាល្លឺម៉ង់ឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែននេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The New York Times អះអាងថាខ្លួនគេទទួលបានការផ្ដល់ព័ត៌មាននេះពីពួកមន្ត្រីនៃមន្ទីរប៉ង់តាហ្គនសហរដ្ឋអាមេរិកកាលពីថ្ងៃទី9ខែឧសភាការដែលសហរដ្ឋអាមេរិកបញ្ជូនគ្រាប់មីស៊ីលប៉ាត្រីយ៉ូតទៅឲ្យអ៊ុយក្រែនជាបន្ទាន់នេះឆ្លើយតបយ៉ាងពិតប្រាកដចំពោះរុស្ស៊ីដែលកំពុងត្រៀមលក្ខណៈដើម្បីបាញ់មីស៊ីលប្លង់ប៉ាឡេស្ទិកកម្រិតខ្ពស់បំផុតរបស់រុស្ស៊ីវាប្រហារចូលទៅខាងក្នុងទឹកដីអ៊ុយក្រែនជាពិសេសប្រភពចារកម្មរបស់សហរដ្ឋអាមេរិកព្រមានថារុស្ស៊ីអាចនឹងបាញ់មីស៊ីលប្លង់ប៉ាឡេស្ទិកក្នុងលក្ខណៈសងសឹកនោះទៅលើរដ្ឋធានីគៀវអាវុធទាំងនោះផលិតនៅក្នុងទឹកដីសហរដ្ឋអាមេរិកដែលគ្រាប់មីស៊ីលទាំងនោះត្រូវបានសន្យាថាបញ្ជូនទៅឲ្យអ៊ុយក្រែនរយៈពេលជាច្រើនសប្តាហ៍មកហើយតែនៅពេលនេះត្រូវបានរាយការណ៍មកថាវាត្រូវបញ្ជូនចូលទៅអ៊ុយក្រែនឲ្យបានឆាប់បំផុតកាលពីសប្តាហ៍មុនរដ្ឋការរបស់លោកដូណាល់ត្រាំបានទទួលយកការស្នើទិញសម្ភារៈសឹកនិងអាវុធមួយចំនួនពីរដ្ឋាភិបាលប្រទេសអ៊ុយក្រែនដែលប្រទេសអ៊ុយក្រែនសាកល្បងទិញអាវុធពីសហរដ្ឋអាមេរិកក្នុងទំហំសាច់ប្រាក់$50 លានសហរដ្ឋអាមេរិកហើយលោកដូណាល់ត្រាំក៏សម្រេចថាចាប់ពីពេលនេះទៅត្រូវផ្ទៀងផ្ទាត់ដើម្បីលក់អាវុធទាំងឡាយដែលអាចធ្វើទៅបានបញ្ជូនទៅឲ្យអ៊ុយក្រែនរដ្ឋការរបស់លោកដូណាល់ត្រាំក៏បានបញ្ជូនសំណើដែលត្រូវផ្ទេរអាវុធទៅឲ្យអ៊ុយក្រែនឆ្លងកាត់សមាជិកសភាបើតាមដំណឹងមកថាសមាជិកសភាសហរដ្ឋអាមេរិកយល់ព្រមរាល់សំណើទាំងឡាយដែលអ៊ុយក្រែនស្នើទិញអាវុធពីសហរដ្ឋអាមេរិកថ្មីនេះសហរដ្ឋអាមេរិកបានសម្រេចយល់ព្រមផ្ទេរប្រព័ន្ធខែលការពារដែនអាកាសប៉ាត្រីយ៉ូតពីប្រទេសអ៊ីស្រាអែលទៅឲ្យអ៊ុយក្រែនប្រព័ន្ធខែលការពារដែលសហរដ្ឋអាមេរិកបញ្ជូនទៅឲ្យអ៊ុយក្រែននោះគឺអ៊ីស្រាអែលព្រមផ្ទេរទៅឲ្យអ៊ុយក្រែនតាំងពីសម័យកាលនៃរដ្ឋការលោកជូបៃដិនយ៉ាងណាដែលលោកដូណាល់ត្រាំសម្រេចបញ្ជូនគ្រាប់មីស៊ីលប៉ាត្រីយ៉ូតប្រមាណជាង100គ្រាប់ភ្លាមមួយរំពេចទៅឲ្យអ៊ុយក្រែនគឺច្បាស់ណាស់រដ្ឋការលោកដូណាល់ត្រាំបារម្ភខ្លាចតែរុស្ស៊ីបាញ់មីស៊ីលប៉ាឡេស្ទិកកម្រិតខ្ពស់បំផុតចូលរដ្ឋធានីគៀវហើយអ៊ុយក្រែនគ្មានសមត្ថភាពក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីលរបស់រុស្ស៊ីប្រភពចារកម្មរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថារុស្ស៊ីបានត្រៀមខ្លួនរួចហើយដើម្បីបាញ់មីស៊ីលប្លង់ប៉ាឡេស្ទិកចូលទៅក្នុងទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៊ីគម្រាមថាបើអ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូនៅអំឡុងដែលទីក្រុងមូស្គូរៀបចំពិធីរំលឹកខួប80ឆ្នាំនៃការបញ្ចប់របបអាល្លឺម៉ង់អ៊ីតាលីនោះរុស្ស៊ីនឹងឆ្លើយតបវាយប្រហារទៅលើអ៊ុយក្រែនវិញឲ្យបានស័ក្តិសមបំផុតគឺរុស្ស៊ីមិនអាចទម្លាក់ដីបាននោះទេសូមបញ្ជាក់បន្ថែមទៀតថាសហរដ្ឋអាមេរិកជាប្រទេសឈានមុខគេក្នុងការផ្ដល់អាវុធទាំងឡាយទៅឲ្យអ៊ុយក្រែនជាពិសេសប្រព័ន្ធការពារដែនអាកាសប៉ាត្រីយ៉ូតដែលសហរដ្ឋអាមេរិកផ្ដល់ទៅឲ្យអ៊ុយក្រែនច្រើនជាងប្រទេសណាៗទាំងអស់អ៊ុយក្រែនបានដឹងថាខ្លួនគេទទួលបានប្រព័ន្ធខែលការពារប៉ាត្រីយ៉ូតនេះពីសម្ព័ន្ធមិត្តជាពិសេសគឺពីសហរដ្ឋអាមេរិកនេះប្រមាណជា10គ្រឿងប៉ុន្តែលោក Zelensky ថ្លែងថាអ៊ុយក្រែនត្រូវការអាវុធប្រភេទនេះរហូតដល់ទៅ15គ្រឿងទៅ20គ្រឿងរដ្ឋការលោក Zelensky បានដាក់ស្នើសុំទិញប្រព័ន្ធខែលការពារដែនអាកាសពីសហរដ្ឋអាមេរិកថែមទៀតគឺប៉ាត្រីយ៉ូតនេះដោយរដ្ឋធានីគៀវសម្រេចបញ្ចេញកញ្ចប់ថវិការបស់ខ្លួន$1,500 លានសហរដ្ឋអាមេរិកដើម្បីឲ្យអាមេរិកយល់ព្រមលក់ប្រព័ន្ធខែលការពារប៉ាត្រីយ៉ូតទៅឲ្យអ៊ុយក្រែនតែសំណើរបស់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនមិនទាន់ទទួលបានការយល់ព្រមទាំងស្រុងពីសហរដ្ឋអាមេរិកនោះទេខែលការពារប៉ាត្រីយ៉ូតវាជាប្រព័ន្ធការពារដែនអាកាសដ៏មានប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិកវាអាចបាញ់ទម្លាក់ក្នុងកម្រិតគ្រាប់មីស៊ីលប៉ាឡេស្ទិកក៏អាចបាញ់ទម្លាក់បានផងដែរវាមានមុខងាររហូតដល់បាញ់ទម្លាក់យន្តហោះទៀតផងអ៊ុយក្រែននៅពេលនេះដំឡើងប្រព័ន្ធខែលការពារប៉ាត្រីយ៉ូតនេះនៅតែរដ្ឋធានីគៀវប៉ុណ្ណោះកន្លងមកប្រព័ន្ធខែលការពារប៉ាត្រីយ៉ូតនេះគឺធ្លាប់បាញ់ទម្លាក់គ្រាប់មីស៊ីលរបស់រុស្ស៊ីនិងក៏ធ្លាប់បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីបានផងដែរចំណែកប្រទេសអាល្លឺម៉ង់ដែលជាប្រទេសធំមួយក្នុងការផ្ដល់អាវុធទៅឲ្យអ៊ុយក្រែនបានប្រកាសកាលពីសប្តាហ៍មុនថាអាល្លឺម៉ង់នឹងត្រៀមបញ្ជូនគ្រាប់មីស៊ីលថូរ៉ាសរបស់ខ្លួនជាលើកដំបូងទៅឲ្យអ៊ុយក្រែនដែលគ្រាប់មីស៊ីលថូរ៉ាសនេះវាអាចបាញ់រយៈចម្ងាយឆ្ងាយវាអាចបាញ់នៅក្នុងគោលដៅមួយនៅលើទឹកដីរបស់រុស្ស៊ីបានផងដែរអធិការបតីថ្មីអាល្លឺម៉ង់ Price បាននិយាយថា
អាវុធប្រភេទនេះអ៊ុយក្រែនអាចប្រើប្រាស់បានដើម្បីការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីប៉ុន្តែនៅថ្ងៃទី10ខែឧសភានេះអធិការបតីថ្មីអាល្លឺម៉ង់ប្រៃរីស្មឺបាននិយាយនៅក្នុងពេលដែលលោកធ្វើទស្សនកិច្ចទៅទីក្រុងគៀវកាលពីថ្ងៃទី10ខែឧសភាថាអាល្លឺម៉ង់នឹងមិនធ្វើការចែកចាយឬក៏ផ្តល់ព័ត៌មានណាមួយជាមុនពីការបញ្ជូនអាវុធរបស់អាល្លឺម៉ង់ទៅឲ្យអ៊ុយក្រែននោះទេបើតាមលោកអធិការបតីអាល្លឺម៉ង់រូបនេះការដែលអាល្លឺម៉ង់បិទមិនផ្សព្វផ្សាយព័ត៌មានអំពីការបញ្ជូនអាវុធទាំងឡាយទៅឲ្យអ៊ុយក្រែននេះព្រោះអាល្លឺម៉ង់មិនចង់ឃើញរូបភាពមួយប្រឆាំងដាច់ខាតពីសំណាក់ទីក្រុងមូស្គូនោះទេតែអាល្លឺម៉ង់ត្រូវបញ្ជូនគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយអាចបញ្ចូលខាងក្នុងទឹកដីរបស់រុស្ស៊ីទៀតចំណែកឯចក្រភពអង់គ្លេសនោះវិញត្រូវបានរាយការណ៍មកថាបានបញ្ជូនប្រព័ន្ធខែលការពាររបស់ខ្លួនទៅឲ្យអ៊ុយក្រែនផងដែរត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែនចំនួន5គ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះអ្វីដែលអធិការបតីអាល្លឺម៉ង់ប្រកាសថារាល់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនលែងប្រកាសជាសាធារណៈនេះប្រយោជន៍ដើម្បីមិនឲ្យលេចធ្លាយពីប្រភេទជំនួយដែលត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែនដល់ដៃរុស្ស៊ីនោះទេសូមបញ្ជាក់បន្ថែមទៀតថាបើនិយាយពីប្រព័ន្ធការពារដែនអាកាសប៉ាត្រីយុទ្ធនេះមិនមែនមានតែសហរដ្ឋអាមេរិកទេដែលសម្រេចបញ្ជូនទៅឲ្យអ៊ុយក្រែននេះគឺអាល្លឺម៉ង់ហូឡង់អ៊ីតាលីរ៉ូម៉ានីសុទ្ធតែធ្លាប់បានបញ្ជូនអាវុធប្រភេទនេះទៅឲ្យអ៊ុយក្រែនរួចទៅហើយសង្គ្រាមមកដល់ពេលនេះវាចូលដល់ដំណាក់កាលឆ្នាំទី4ហើយការប្រយុទ្ធគ្នាកំពុងផ្ទុះពេញទំហឹងនៅសមរភូមិជួរមុខភាគខាងកើតភាគខាងត្បូងនិងភាគឦសាននៃប្រទេសអ៊ុយក្រែនគេរំពឹងថាក្នុងសប្តាហ៍នេះរុស្ស៊ីអាចនឹងបាញ់គ្រាប់មីស៊ីលប្លង់ប៉ាឡេស្ទិកទៅរដ្ឋធានីគៀវដើម្បីបង្ក្រាបរដ្ឋធានីគៀវមុនរុស្ស៊ីនិងអ៊ុយក្រែនបើការចរចាទ្វេភាគីដោយលោកពូទីនស្នើឡើងពីការចរចាទ្វេភាគីនេះហើយទីក្រុងគៀវនៃប្រទេសអ៊ុយក្រែនមើលឃើញថាបាត់ឈប់បាញ់គ្នាគ្មានលក្ខខណ្ឌរុស្ស៊ីគួរតែទទួលយកព្រោះរុស្ស៊ីជាអ្នកឈ្លានពានអ៊ុយក្រែនហើយថារុស្ស៊ីមិនត្រូវបង្កសង្គ្រាមនោះទេបើរុស្ស៊ីចង់ផ្ដល់សន្តិភាពសម្រាប់អ៊ុយក្រែនលោក Volodymyr Zelensky ថ្លែងថាក្រោយពីអនុវត្តបាត់ឈប់បាញ់គ្នាបានជោគជ័យនោះគឺរុស្ស៊ីនិងអ៊ុយក្រែននឹងនិយាយចរចាគ្នាផ្ទាល់អំពីអ្វីដែលត្រូវលើកទៅពិភាក្សាគ្នានៅថ្ងៃមុខទៀតរុស្ស៊ីនៅតែទាមទារឲ្យអ៊ុយក្រែនកាត់ជ្រៀកទឹកដីរបស់ខ្លួនដែលរុស្ស៊ីកំពុងវាយកាន់កាប់បានពីដៃអ៊ុយក្រែននៅភាគខាងកើតនិងភាគខាងត្បូងហើយរុស្ស៊ីនៅតែទាមទារឲ្យអ៊ុយក្រែនទទួលស្គាល់ដែនដីអូប៉ាទ្វីបគ្រីមៀដែលរុស្ស៊ីអោបក្រសោបយកបានពីអ៊ុយក្រែនក្នុងឆ្នាំ2014ថាជាដែនដីស្របច្បាប់របស់ទីក្រុងមូស្គូយុទ្ធការព័ត៌មានវិវត្តអំពីបញ្ហារុស្ស៊ីអ៊ុយក្រែនវិញទូតទេសនិកជនលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនបានជំរុញឲ្យលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីទៅចរចាគ្នាជាមួយលោកនៅទួរគីបើចង់បញ្ចប់សង្គ្រាមប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថាលោកបានត្រៀមខ្លួនដើម្បីជួបលោកពូទីននៅទួរគីនៅថ្ងៃប្រហ័ស15ឧសភាបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់លោកជាសាធារណៈឲ្យទទួលយកភ្លាមនៅសំណើរបស់មេដឹកនាំវិមានក្រុមឡើងអំពីការចរចាដោយផ្ទាល់សំណើរបស់លោក Zelensky អំពីជំនួបជាមួយលោកពូទីនមានរយៈពេល48ម៉ោងដែលមេដឹកនាំអឺរ៉ុបបានចូលរួមជាមួយលោក Zelensky នៅក្នុងការទាមទារបទឈប់បាញ់រយៈពេល30ថ្ងៃចាប់ពីថ្ងៃច័ន្ទនេះដែលមានតែសម្រាប់លោកពូទីនប៉ុណ្ណោះដើម្បីធ្វើសំណើតបជំនួសការចរចាដោយផ្ទាល់រវាងអ៊ុយក្រែននិងរុស្ស៊ីជាលើកដំបូងចាប់តាំងពីដើមដំបូងនៃការឈ្លានពានឆ្នាំ2022ទូយ៉ាងណាវាពុំទាន់មានភាពច្បាស់លាស់ដែលលោកពូទីននិយាយថាលោកនឹងចូលរួមដោយផ្ទាល់លោកពូទីននិងលោក Zelensky ពុំដែលបានជួបគ្នាទេបើគិតចាប់តាំងពីខែធ្នូឆ្នាំ2019មកលោក Zelensky បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាលោកនឹងរងចាំលោកពូទីននៅទួរគីនៅថ្ងៃប្រហ័សនេះលោកសង្ឃឹមថាលើកនេះរុស្ស៊ីនឹងមិនស្វែងរកលេសនោះទេមេដឹកនាំអ៊ុយក្រែនបានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នកាលពីថ្ងៃអាទិត្យបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍នៅពេលយប់ដែលស្របគ្នាទៅនឹងពេលវេលាដ៏សំខាន់នៅសហរដ្ឋអាមេរិកដែលបានស្នើឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីនៅថ្ងៃ15ឧសភាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគាំទ្រសំណើលោកពូទីនសម្រាប់ការចរចាជាមួយអ៊ុយក្រែននិងជំរុញឲ្យលោក Zelensky យល់ព្រមភ្លាមលោក Donald Trump នៅថ្ងៃអាទិត្យបានគាំទ្រការអំពាវនាវរបស់លោកពូទីនសម្រាប់កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនដោយមិនគោរពកិច្ចព្រមព្រៀងនៃរដ្ឋបាលរបស់លោកជាមួយនឹងមេដឹកនាំអឺរ៉ុបដែលបានប្រកាសនៅក្នុងរយៈពេលមិនដល់24ម៉ោងមុនប្រធានាធិបតីអាមេរិក Donald Trump បានជំរុញឲ្យអ៊ុយក្រែនយល់ព្រមភ្លាមចំពោះសំណើនៃកិច្ចចរចាដោយផ្ទាល់ដោយគ្មានលក្ខខណ្ឌដែលដាក់ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីព្រឹកថ្ងៃអាទិត្យកាលពីថ្ងៃសៅរ៍ក្រុមមេដឹកនាំនៃប្រទេសបារាំងអ
អង់គ្លេសអាល្លឺម៉ង់និងប៉ូឡូញបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយបានទាមទារឲ្យលោកពូទីនទទួលយកបទឈប់បាញ់រយៈពេល30ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃច័ន្ទនេះពុំនោះនឹងមើលឃើញការដាក់ទណ្ឌកម្មកើនឡើងមេដឹកនាំទាំងនោះបាននិយាយថាលោកត្រាំបានចូលរួមជាមួយពួកលោកនៅក្នុងការទាមទារដែលជាការវិវត្តសំខាន់មួយបេសកជនរបស់លោកត្រាំប្រចាំរុស្ស៊ីអ៊ុយក្រែនបានបង្ហោះរូបភាពរបស់មេដឹកនាំអឺរ៉ុបជាថ្មីនៅក្នុងការហៅទូរស័ព្ទជាមួយលោកហើយបាននិយាយថាបទឈប់បាញ់រយៈពេល30ថ្ងៃនឹងចាប់ផ្ដើមដំណើរការបញ្ចប់សង្គ្រាមជាការឆ្លើយតបលោកពូទីនបានស្នើឲ្យមានការចរចាដោយផ្ទាល់ដែលនឹងចាប់ផ្ដើមនៅថ្ងៃប្រហ័សនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីលោក Zelensky បាននិយាយថាលោកនឹងបើកចំហសម្រាប់ការចរចាដោយផ្ទាល់នៅពេលបទឈប់បាញ់ត្រូវបានយល់ព្រមទូរទស្សនិកជនរុស្ស៊ីផ្ដោតលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងឆ្នាំ2022សម្រាប់សំណើកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែនវិមានកម្លាំងបាននិយាយនៅថ្ងៃអាទិត្យ11ឧសភាម្សិលមិញនេះថាសំណើកិច្ចចរចាសន្តិភាពរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយអ៊ុយក្រែននឹងពិភាក្សាទៅលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងឆ្នាំ2022រវាងប្រទេសទាំងពីរនឹងការពិតនៃការគ្រប់គ្រងរបស់រុស្ស៊ីលើស្ទើរតែ1/5នៃទឹកដីអ៊ុយក្រែនលោកពូទីនកាលពីថ្ងៃអាទិត្យបានស្នើឡើងនូវកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅក្នុងបំណងនាំយកសន្តិភាពយូរអង្វែងដើម្បីបញ្ចប់សង្គ្រាមហើយនេះជាគំនិតផ្ដួចផ្ដើមមួយត្រូវបានស្វាគមន៍យ៉ាងខ្លាំងក្លាដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលនិយាយថាទីក្រុងគៀវមានឆន្ទៈពិភាក្សាប៉ុន្តែថារុស្ស៊ីត្រូវតែយល់ព្រមជាដំបូងចំពោះបទឈប់បាញ់ជាបន្ទាន់ភ្លាមជំនួយការគោលនយោបាយការប្រទេសរបស់វិមានកម្លាំងលោក Yuri Usakov បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោកពូទីនថាកិច្ចពិភាក្សាដែលបានស្នើឡើងនេះនឹងគិតគូរទាំងសេចក្តីព្រៀងដែលបានបោះបង់ចោលនៅឆ្នាំ2022និងស្ថានភាពបច្ចុប្បន្ននៅលើសមរភូមិគូរំលឹកថាប៉ុន្មានថ្ងៃបន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែននៅក្នុងខែកុម្ភៈឆ្នាំ2022ភាគីចំនួនទាំងពីរបានធ្វើកិច្ចចរចានៅបេឡារុសក្រោយមកផ្លាស់ទៅទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគីប៉ុន្តែក៏បានបរាជ័យសេចក្តីព្រាងមួយត្រូវបានយល់ព្រមនៅទីនោះដោយកំណត់នៅក្របខ័ណ្ឌមួយសម្រាប់ដំណោះស្រាយដែលអាចកើតមានត្រូវបានស្គាល់ថាជាសេចក្តីប្រកាសទីក្រុងអ៊ីស្តង់ប៊ុលនៅក្រោមសេចក្តីព្រាងច្បាប់ចម្លងដែលសារព័ត៌មាន Reuters បានពិនិត្យបង្ហាញថាអ៊ុយក្រែននឹងយល់ព្រមចំពោះអព្យាក្រឹតភាពជាថ្នូរនឹងការធានាសន្តិសុខអន្តរជាតិពីសមាជិកអចិន្ត្រៃយ៍ទាំង5នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺអង់គ្លេសចិនបារាំងរុស្ស៊ីនិងអាមេរិកនិងប្រជាជាតិជាច្រើនទៀតនៅក្នុងចំណោមលក្ខខណ្ឌផ្សេងៗទូរទស្សនិកជនមុនជំនួបចរចាដែលរំពឹងទុករវាងលោកពូទីននិងលោក Zelensky នៅក្នុងប្រទេសទួរគីកើតឡើងគេបានមើលឃើញថាលោកពូទីននិងលោក Erdogan ប្រធានាធិបតីរបស់ទួរគីបានមានជំនួបតាមទូរស័ព្ទជាមួយគ្នាយោងតាមសេចក្តីថ្លែងការណ៍របស់វិមានកម្លាំងចេញផ្សាយនៅថ្ងៃ11ឧសភាលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan អំពីសំណើរបស់ទីក្រុងមូស្គូដើម្បីបន្តការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលចាប់ពីថ្ងៃ15ឧសភាទៅជំនួបតាមទូរស័ព្ទនេះធ្វើឡើងតាមការអញ្ជើញរបស់លោកពូទីននៅមុនថ្ងៃសម្រាប់អ៊ុយក្រែនចាប់ផ្ដើមកិច្ចចរចាឡើងវិញដែលយោងតាមមន្ត្រីរបស់វិមានក្រមឡាំងលោក Yuri Usakov ប្រទេសរុស្ស៊ីចង់ផ្អែកលើលក្ខខណ្ឌនៃការពិភាក្សានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ2022និងស្ថានភាពបច្ចុប្បន្នលើសមរភូមិវិមានក្រមឡាំងបានឲ្យដឹងថាមេដឹកនាំទាំងពីរបានពិភាក្សាលម្អិតអំពីគំនិតផ្ដួចផ្ដើមរបស់រុស្ស៊ីហើយលោក Erdogan បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងដែលបានរំលឹកឡើងវិញនៅការត្រៀមខ្លួនរបស់ទួរគីនៅក្នុងការផ្ដល់កន្លែងនិងជួយរៀបចំការចរចាវិមានកម្លាំងបានដកស្រង់សម្ដីលោក Erdogan ថាប្រទេសទួរគីនឹងផ្ដល់ជំនួយដែលអាចធ្វើទៅបានដើម្បីជួយសម្រួលដល់កិច្ចពិភាក្សានិងការខិតខំប្រឹងប្រែងក្នុងបំណងដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាពជំនួបមេដឹកនាំទាំងពីរបានកើតមានឡើងស្របពេលរុស្ស៊ីជំរុញឲ្យមានការចរចាបន្តនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលគណៈកំពុងបន្តការវាយលុកដោយយោធានៅអ៊ុយក្រែនទីក្រុងគៀវបាននិយាយថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាប៉ុន្តែទទូចថាការចរចាណាមួយត្រូវតែចាប់ផ្ដើមដោយការបញ្ឈប់អរិភាពទាំងស្រុងព័ត៌មានអំពីបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ឯណោះវិញទូរទស្សនិកជនអ៊ីរ៉ង់បានលើកឡើងថាកិច្ចចរចានុយក្លេអ៊ែររៀងពិបាកប៉ុន្តែក៏ប្រកបទៅដោយការស្ថាបនាផងដែរដោយសារតែមានការជំរុញពីសហរដ្ឋអាមេរិក
អ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបញ្ចប់កិច្ចចរចានុយក្លេអ៊ែរនៅក្នុងប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញនេះដោយទំនងជាគ្មានវឌ្ឍនភាពឬភាពជាប់គាំងជាសាធារណៈជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមប៉ុន្តែភាគីទាំងពីរបានបញ្ជាក់ពីផែនការសម្រាប់ការចរចានាពេលអនាគតនេះគឺជាជុំទី4ហើយនៃកិច្ចចរចាដែលបានចាប់ផ្ដើមជិត1ខែកន្លងទៅនេះជាការកត់សម្គាល់គឺទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងសត្រូវទាំងពីរចាប់តាំងពីទីក្រុង Washington ដកខ្លួនចេញនៅក្នុងឆ្នាំ2018ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់នៅក្នុងអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump ភាគីទាំងពីរបានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងជុំទី3កន្លងទៅហើយកាលពីថ្ងៃអាទិត្យអ៊ីរ៉ង់បាននិយាយថាកិច្ចប្រជុំនេះគឺពិបាកប៉ុន្តែមានការស្ថាបនាមន្ត្រីដែលនិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាទីក្រុង Washington ត្រូវបានជំរុញដោយមានលទ្ធផលនៅថ្ងៃនេះហើយទន្ទឹងរង់ចាំកិច្ចប្រជុំបន្ទាប់របស់ពួកលោកដែលនឹងធ្វើឡើងនៅក្នុងពេលដ៏ខ្លីខាងមុខប៉ុន្តែពុំបានបញ្ជាក់ថានៅពេលណាទេនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យក្រសួងការប្រទេសអ៊ីរ៉ង់លោក Ismail Baghaei បាននិយាយថាជុំបន្ទាប់នឹងត្រូវបានសម្របសម្រួលនិងត្រូវបានប្រកាសដោយប្រទេសអូម៉ង់និងបាននិយាយថាកិច្ចពិភាក្សានឹងធ្វើឡើងនៅពេលដែលភាគីទាំងពីរពិភាក្សាពីភាពជាអ្នកដឹកនាំរបស់ខ្លួនយោងតាមមន្ត្រីអាមេរិកវិញបានឲ្យដឹងថាកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យគឺដោយផ្ទាល់និងប្រយោលហើយមានរយៈពេលជាង3ម៉ោងកិច្ចព្រមព្រៀងត្រូវបានឈានដល់ដើម្បីឆ្ពោះទៅមុខនិងបន្តធ្វើការតាមរយៈចំណុចសំខាន់បច្ចេកទេសលោក Baghaei ធ្លាប់បាននិយាយថាក្រុមអ្នកចរចានឹងជំរុញឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក